នេះគ្រាន់តែជាថ្ងៃទី1នៃព្រឹត្តិការណ៍សមរិត្រីឯងប៉ុន្តែមានមនុស្សមកចូលរួមច្រើនកកខ្លាំងមែនទែនទាំងភ្ញៀវជាតិនិងអន្តរជាតិនិយាយទៅគឺមកឈរតរងជួរគ្នាត្រៀបត្រាអញ្ចឹងតែម្ដងហើយសម្រាប់ព្រឹត្តិការណ៍សមរិត្រីនេះគឺនៅមាន2ថ្ងៃទៀតបងប្អូនគឺថ្ងៃទី22ហើយនិង23បើសិនជាព្រឹកមិញនេះមានអ្នកដែលងើបអត់ទាន់ឬក៏ទៅអត់រួចអីនៅមានឱកាសអាចមកមើលកំឡុងពេល2ថ្ងៃនឹងបាននិយាយទៅកាលពីព្រឹកមិញនេះគឺខ្ញុំទៅដល់ប្រាសាទអង្គរវត្តនឹងខ្ទង់ម៉ោង6បងប្អូនទាំងគ្នាគ្រាន់តែដល់មុខផ្លូវចូលនេះភ្លាមគឺថាមានមនុស្សម្នាគាត់មកទស្សនាច្រើនខ្លាំងមែនទែនហើយព្រឹកមិញនេះងើបមករៀងលេតគិតថាប្រហែលជាអត់បានមកមើលទាន់នៃតែមានអីមកដល់នេះម៉ោង6ហើយថ្ងៃអត់ទាន់រះហើយបើនិយាយពីបរិយាកាសនៅប្រាសាទអង្គរវត្តយើងវិញនាពេលព្រឹកព្រលឹមអញ្ចឹងទៀតគឺថា fresh ខ្លាំងមែនទែនហើយណាមួយដោយសារតែទៅតែភ្លៀងហើយការពីយប់អញ្ចឹងហើយព្រឹកឡើងគឺត្រជាក់ល្ហឹមស្រស់ស្រាយតែម្ដងហើយខ្ញុំក៏អត់នឹកឃើញថាគ្រាន់តែថ្ងៃទី1នៃព្រឹត្តិការណ៍សមរិត្រីនេះនឹងមានមនុស្សចូលរួមច្រើនបែបនេះទេបងប្អូនគ្រាន់តែច្រកចូលកតានៃតួប្រាសាទអង្គរវត្តគឺថាចូលអត់ចុះទេគឺថាមនុស្សឈរឡើងត្រៀបត្រាពេញនឹងរងចាំមើលសមរិត្រីតែម្ដងដោយសារតែមានបងប្អូនខ្លះគឺគាត់មកចាប់កន្លែងតាំងពីម៉ោង3ម៉ោង4និយាយទៅខ្ញុំសរសើរពួកគាត់មែនទែនដែលងើបតាំងពីព្រលឹមដើម្បីមកចាប់កន្លែងចាប់ប្លង់ស្អាតអីចឹងណាហើយសម្រាប់ព្រឹត្តិការណ៍សមរិត្រីថ្ងៃរះចុងកំពូលប្រាសាទយើងថ្ងៃនេះក៏អត់ fair ដែរបងប្អូនគឺមានថ្ងៃរះមកឡើងស្អាតមែនទែនឡើងមូលកន្លងទោះបីជាថ្ងៃនេះរះរាំងប្រឆិតកំពូលកដាលបន្តិចក៏អត់អីដែរនៅតែស្អាតអញ្ចឹងទៅងើបមកមើលសមរិត្រីនេះប្រៀបបាននឹងការផ្សងសំណាងអញ្ចឹងបងប្អូនទាំងគ្នាបើសិនជាយើងមានសំណាងហើយមាននិស្ស័យមកតែមួយថ្ងៃគឺបានឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះហើយតែបើសិនជាយូរយើងបានមកលេងសៀមរាបម្ដងអីងើបមកទាំង3ថ្ងៃមកកុំឲ្យខាតដោយសារតែព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះគឺថាកម្រនឹងកើតមានឡើងណាមួយឆ្នាំមានតែ2ដងទេនៅរដូវប្រាំងម្ដងរដូវវស្សាម្ដងហើយនៅក្នុងរដូវប្រាំងនេះគឺថាយើងមានឱកាសច្រើនក្នុងការមើលឃើញព្រឹត្តិការណ៍សមរិត្រីច្រើនជាងរដូវវស្សាដោយសារតែរដូវវស្សាគឺមានភ្លៀងធ្លាក់ច្រើនអញ្ចឹងហើយថ្ងៃខ្លះងើបមកពីព្រលឹមគឺមានភ្លៀងធ្លាក់ថ្ងៃអត់រះទេអញ្ចឹងបើសិនជាបានមកលេងសៀមរាបក្នុងកំឡុងពេលនេះហើយកុំរំលងព្រឹត្តិការណ៍មួយនេះហើយបើថាចង់ងើបមកមើលថ្ងៃរះទាន់ណាគួរតែត្រៀមខ្លួនតាំងពីយប់ឲ្យហើយដូចខ្ញុំអញ្ចឹងដឹងតែត្រូវងើបមកមើលសមរិត្រីហើយគឺថាឆ្លៀតកក់សក់តាំងពីយប់ឲ្យហើយតែម្ដងសម្រាប់សាប៊ូដែលខ្ញុំប្រើនេះគឺជាសាប៊ូក្លិនសម្រាប់សក់អង្គេនារីដែលជាផលិតផលខ្មែរសុទ្ធ 100% ដែលមាន ingredient មកពីប្រទេសកូរ៉េជួយថែរក្សាសុខភាពសក់និងស្បែកក្បាលកម្ចាត់អង្គេយ៉ាងមានប្រសិទ្ធភាពធ្វើឲ្យសក់ស្រស់ស្អាតនិងរឹងមាំកាត់បន្ថយការរលាកស្បែកក្បាលបើបានប្រើរួមជាមួយនឹងគ្រីមបន្ទន់សក់ធ្វើឲ្យសក់យើងភ្លឺដូចសរសៃសូត្រតែម្ដងហើយសម្រាប់វីដេអូរបស់ admin ថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ